ព្រះនាងចុងភៅកំពូលនៅក្នុងយុគសម័យដែលគេបានបំភ្លេចក្នុងភាពអស្ចារ្យនៃ Bellflower មានព្រះនាងមួយអង្គដែលមានឈ្មោះថា Sarah នាងគឺជាក្មេងស្រីដ៏ឆ្លាតវៃម្នាក់ដែលត្រូវបានមនុស្សគ្រប់គ្នានៅក្នុងវាំងគោរពស្រឡាញ់ប៉ុន្តែអ្វីដែលពិសេសបំផុតនោះគឺនាងចូលចិត្តចម្អិនអាហារមើលទៅអស្ចារ្យណាស់ពួកវាមានរសជាតិឆ្ងាញ់ផងដែរចាខ្ញុំដឹងតាមពិតសារ៉ាតែងតែស្រមៃចង់ធ្វើម្ហូបរាល់ថ្ងៃតើនេះអាចសើចបានទេព្រះនាងហើយនាងក៏គិតពីរូបមន្តដែរព្រះនាងគួរតែដាក់កិច្ចការផ្ទះអំពីវដ្តជីវិតរបស់ឃ្មុំហើយតែនេះគឺជារូបមន្តធ្វើនំក្រូចទេហើយគេប្រហែលជាអាចរកនាងឃើញតែនៅក្នុងសារ៉ាណាផ្ទះបាយសារ៉ាតើបុតកំពុងដុតនំនេះមិនមែនជានំខុកខេទេបៃតាទាំងនេះគឺជានំដងភាពស្រួយនៃដងដែលហាន់ថ្នមផ្សំជាមួយភាពផ្អែមនៃទឹកដោះគោនិងក្លិនវ៉ាន់លីឡាដ៏ឈ្ងុយល្អឥតខ្ចោះម៉ោង 12 យប់ហើយសារ៉ាតើធ្វើឲ្យអ្នកណាសាន់តាសារ៉ាតែងតែពិសោធន៍គ្រឿងទេសនិងគ្រឿងផ្សំគ្រប់មុខដែលនាងអាចរកបានដោយមានគោលបំណងដើម្បីភាពល្អឥតខ្ចោះមនុស្សគ្រប់គ្នាបានកោតសរសើរចំពោះមុខម្ហូបរបស់នាងហើយយូរទៅនាងបានក្លាយជាមេចុងភៅដ៏អស្ចារ្យម្នាក់ឆ្ងាញ់ណាស់ប្រហែលជាខ្ញុំគួរតែចូលនិវត្តន៍មិនចឹងទេលោកគ្រូជាគ្រូដំបងនិងជារៀងរហូតរបស់ខ្ញុំប៉ុន្តែនៅល្ងាចមួយនាងបានសម្រេចចិត្តទៅលេងតូបស៊ុបដែលនាងចូលចិត្តលោកស្រីផនព្រះនាងតើអ្នកស្រីកំពុងតែបិទតូបមែនទេចាខ្ញុំគ្មានលុយដើម្បីដំណើរការហាងទៀតទេគ្រឿងផ្សំវាថ្លៃខ្លាំងពេកអូតែខ្ញុំម្ចាស់ស្មានថាខ្ញុំអាចធ្វើស៊ុបមួយចានចុងក្រោយសម្រាប់អតិថិជនសំណប់របស់ខ្ញុំនៅពេលដែលលោកស្រីផតចាប់ផ្ដើមរៀបចំស៊ុបសារ៉ាបានមើលនាងដោយរីករាយក្លិនខ្ចីនិងរសឈើគឺស្រស់ស្រាយសូម្បីតែរបៀបដែលគាត់ហាន់បន្លែយ៉ាងប្រុងប្រយ័ត្នដោយក្តីស្រឡាញ់រួចហើយខ្ញុំមានអារម្មណ៍ថាស៊ុបក្តៅរីករាលដាលពេញខ្លួនខ្ញុំវាគួរឲ្យអាណិតណាស់ដែលអ្នកស្រីចង់បិណ្ឌមិនមែនតែខ្ញុំទេព្រះនាងលោកប៊ុនជាអ្នកដុតនំកញ្ញា Berry Blossom ម្ចាស់ហាងតែហើយសូម្បីតែមេចុងភៅ Rigatoni ពួកគេទាំងអស់កំពុងបិណ្ឌសារ៉ាភ័យខ្លាចយប់នោះខណៈពេលក្នុងផ្ទះបាយគំនិតរបស់នាងកំពុងវិលវល់ជាមួយជំនាញរបស់ព្រះនាងប្រហែលជាព្រះនាងគួរតែបំភ្លេចព្រះរាជកិច្ចហើយចាប់ផ្ដើមភោជនីយដ្ឋានវិញនោះហើយនោះជាអ្វីដែលខ្ញុំនឹងធ្វើថាម៉េចព្រះនាងមិនអាចបោះបង់ព្រះរាជកិច្ចបានទេអូខ្ញុំនឹងរក្សាព្រះរាជកិច្ចប៉ុន្តែខ្ញុំក៏ចាប់ផ្ដើមភោជនីយដ្ឋានមួយដែរនៅថ្ងៃបន្ទាប់នាងបានចាប់ផ្ដើមធ្វើការនាងបានស្វែងរកជួលម្ចាស់ហាងទាំងអស់ដែលកំពុងបិទនិងតូបរបស់ពួកគេផងដែរអ្នកទាំងអស់គ្នាអាចធ្វើការដោយមិនបារម្ភអីទេគ្រាន់តែផ្ដោតលើការចម្អិនអាហារហើយខ្ញុំនឹងដោះស្រាយអ្វីដែលនៅសល់ក្នុងរយៈពេលដ៏ខ្លីភោជនីយដ្ឋានថ្មីរបស់នាងបានបើកដំណើរការហើយមនុស្សបានសម្រុកទៅទីនោះឆ្ងាញ់ណាស់ខ្ញុំនឹកស៊ុបរបស់អ្នកស្រីផតអូបងគួរតែសាករបស់កញ្ញា Berry Blossom វាធ្វើឲ្យបងមានអារម្មណ៍ធូរស្រាលខ្លាំងណាស់ពួកគេកំពុងរីករាយនឹងអាហារយើងគេឈ្មោះភោជនីយដ្ឋានបានរីកចម្រើននិងរីករាលដាលពាសពេញទឹកដីថ្ងៃមួយក្រុមមនុស្សដែលមើលទៅមិនសូវល្អបានចូលមកអត់ទៅអូអ្នកស្រីអត់ទោសឲ្យពួកគេផងកុំបារម្ភអីបាវចនារបស់យើងគឺបម្រើអតិថិជនឲ្យបានល្អហើយនឹងឃ្លានល្អណាស់អញ្ចឹងខ្ញុំយកស៊ុបទ្រូងមាន់មួយសន្ទុះក្រោយមកអាហាររបស់ពួកគេត្រូវបានយកមកពួកគេបានញ៉ាំវាដោយរីករាយ
ក្របធញ្ញជាតិរសជាតិបែបនេះវាត្រូវបានច្នៃយ៉ាងល្អលោកស្រីផតពិតជាធ្វើស៊ុបឆ្ងាញ់បំផុតតែស៊ុបនោះធ្វើដោយដៃព្រះនាងផ្ទាល់ទេមេចុងភៅជាព្រះនាងឬពិតណាស់មេចុងភៅភោជនីយដ្ឋាននេះគឺព្រះនាងសារ៉ានៃ Belflow ដ៏ឧត្តមរបស់យើងផ្ទាល់អូអញ្ចឹងខ្ញុំចង់សរសើរព្រះនាងផ្ទាល់គាត់ត្រូវបានគេនាំចូលទៅក្នុងផ្ទះបាយដែលសារ៉ាកំពុងរវល់ព្រះនាងជាព្រះនាងសារ៉ាចាត្រូវហើយតែខ្ញុំអាចធ្វើអ្វីជូនលោកបានព្រះនាងអាចនៅឲ្យស្ងៀមប្រសិនបើព្រះនាងស្រែកមនុស្សរបស់ខ្ញុំនឹងបំផ្លាញភូមិរបស់ព្រះនាងភោជនីយដ្ឋានព្រះនាងនិងអ្វីគ្រប់យ៉ាងដែលនាងមានឯងជឿណាស់ធ្លាប់ឮក្រុមចៅ Fire-Do ទេពួកវាជាក្រុមចៅដ៏កាច់សាហាវណាស់ហើយខ្ញុំជាមេចៅខប់ខមេដូចជាពោតនៅលើដីនោះជាឈ្មោះពិតរបស់អញមែនទេស្ងាត់ទៅគាត់បានទាមទារប្រាក់យ៉ាងច្រើនជាថ្នូរនឹងសុវត្ថិភាពរបស់នគរនិងព្រះនាងខ្លួនឯងមើលទៅខ្ញុំយល់ហើយព្រះនាងរបស់នគរឬក៏អត់ទេការបាត់បង់ហាងរបស់ព្រះនាងគឺជាបញ្ហាធំសម្រាប់មេចុងភៅជឿខ្ញុំក៏ធ្លាប់ជាមេចុងភៅដែរឯងធ្លាប់ជាមេចុងភៅមែនទេមិនមែនអួតទេតែជាមេចុងភៅពូកែម្នាក់អញ្ចឹងតើព្រះនាងនឹងធ្វើអ្វីព្រះនាងចិត្តរបស់សារ៉ាធ្វើការលឿនព្រះនាងមិនបានគ្រោងធ្វើឲ្យគ្រប់គ្នាមានគ្រោះថ្នាក់នោះទេល្អខ្ញុំនឹងយល់ព្រមតាមលក្ខខណ្ឌរបស់ឯងបើឯងឈ្នះខ្ញុំក្នុងការប្រកួតចម្អិនអាហារប្រកួតចម្អិនអាហារត្រូវហើយបើខ្ញុំឈ្នះឯងកុំធ្វើអីដាក់នគររបស់ខ្ញុំជារៀងរហូតខ្ញុំមិនចាំបាច់ស្ដាប់ព្រះនាងទេគ្មានកិត្តិយសអីសម្រាប់ចោលទេចុះកិត្តិយសរបស់មេចុងភៅវិញបើឯងពូកែមែនការប្រកួតចម្អិនអាហារគួរតែងាយស្រួលបំផុតលុះត្រាតែឯងកុហកហើយឯងចេះតែជៀនពងល្អប្រកួតចម្អិនអាហារល្អណាស់ប៉ុន្តែបើខ្ញុំឈ្នះខ្ញុំនឹងយកហាងព្រះនាងភូមិនិងមាសទាំងអស់ដែលខ្ញុំចង់បានឥឡូវនេះទាំងស្ដេចទាំងប្រជាជនមិនដឹងពីកិច្ចព្រមព្រៀងនេះទេសារ៉ាមិនចង់បំភ័យនរណាម្នាក់នាងបានហាត់ជំនាញរបស់នាងយ៉ាងខ្លាំងអស់ជាច្រើនថ្ងៃហេតុអ្វីខ្ញុំធ្វើវាមិនត្រូវខ្ញុំត្រូវតែឈ្នះប្រហែលជាខ្ញុំត្រូវការសម្រាប់ហើយនាងបានចេញដើរលេងនៅល្ងាចនោះហើយបានជួបខបកំពុងសម្រាកក្បែរស្ទឹងហេព្រះនាងមកទទួលស្គាល់ថាចាញ់មែនទេហើយនោះជាគ្រឿងផ្សំរបស់ឯងមែនទេត្រូវប៉ុន្តែនោះសម្រាប់ភ្នែកដ៏ស្រស់ស្អាតរបស់ខ្ញុំទេតែដៃរបស់ឯងទេដែលត្រូវធ្វើម្ហូបអូដៃខ្ញុំនឹងធ្វើម្ហូបហើយឈ្នះសូមពេលឯងចាញ់ខ្ញុំនឹងធ្វើស៊ុបទ្រូងមាន់មួយឆ្នាំងឲ្យឯងលោកស្រីផតបានប្រាប់ខ្ញុំថាឯងចូលចិត្តវាខ្លាំងណាស់ស៊ុបរបស់ព្រះនាងមានរសជាតិស្រដៀងនឹងស៊ុបរបស់ម្ដាយខ្ញុំគាត់ចូលចិត្តចម្អិនអាហារហើយនេះជាហេតុផលដែលខ្ញុំដើរតាមផ្លូវដែលខ្លាចជាចុងភៅខ្ញុំធ្លាប់ជាមេចុងភៅល្បីល្បាញទូទាំងទឹកដីប៉ុន្តែថ្ងៃមួយអ្នករិះគន់ដែលមានគំនុំម្នាក់បានបំផ្លាញកេរ្តិ៍ឈ្មោះរបស់ខ្ញុំអូទេឈ្មោះពិតរបស់ខ្ញុំមិនមែនខបទេវាគឺ Clearwater មេចុងភៅ Clearwater ខ្ញុំធ្លាប់ឮពីឯងគ្រឿងផ្សំរបស់ឯងគឺលំដាប់កំពូលមាននរណាម្នាក់ចង់ធ្វើការជាមួយខ្ញុំទៀតទេបន្ទាប់ពីនោះខំអញ្ចឹងឬរ៉ាវបានខ្លាយទៅជាកាន់តែក្តៅដូច្នេះខ្ញុំបានបដូរទិសដៅជីវិតលួចរបស់ពីគេគំរាមគេត្រូវហើយឥឡូវនេះខ្ញុំមានការងារដែលត្រូវធ្វើខ្ញុំមានការប្រកួតដែលនឹងត្រូវឈ្នះសារ៉ាមិនបានរំពឹងថាខបមានជីវិតបែបនេះទេមនុស្សចម្លែកណាស់ហើយខ្ញុំផងដែរដែលមាននគរត្រូវជួយសង្គ្រោះថ្ងៃប្រកួតបានមកដល់ខ្ញុំបានវឹកហាត់ជាមួយមេចុងភៅល្អបំផុតទូទាំងពិភពលោកសំណាងហើយដែលប្រកួតជាមួយខ្ញុំយើងនឹងចាំមើលការប្រយុទ្ធចាប់ផ្ដើមពេលសារ៉ាកំពុងចម្អិនខបបានក្រឡេកមើលតាមម្ហូបធម្មតាអីដែលព្រះនាងកំពុងតែធ្វើខ្ទឹមបារាំងបាញ់ប៉ាដាក់សណ្តែកចូលល្អណាស់ទីបំផុតពេលវេលាបានមកដល់ដើម្បីមានយុត្តិធម៌ចៅក្រមមិនដឹងថាម្ហូបណាជ
ជារបស់មេចុងភៅណាននោះទេម្ហូបទី1មានគុយទាវហិលស្ងោរខ្ទិះដូងយ៉ាងផ្អែមចៅក្រមភ្លក់រសជាតិឆ្ងាញ់ម្ហូបបន្ទាប់គឺប៉ូឡេនតានិងសណ្ដែកនៅក្នុងទឹកជ្រលក់ប៉េងប៉ោះដ៏សម្បូរបែបនេះពិតជាអស្ចារ្យណាស់វ៉ាវនៅពេលដែលពួកគេបានញ៉ាំឆ្អែតហើយទីបំផុតពេលប្រកាសលទ្ធផលបេះដូងរបស់សារ៉ាលោតញាប់តើម្ហូបរបស់នាងនឹងល្អគ្រប់គ្រាន់ដើម្បីជួយសង្គ្រោះនគរទាំងមូលរបស់នាងដែរឬទេម្ហូបទាំងពីរពិតជាអស្ចារ្យទោះយ៉ាងណាក៏ដោយយើងទាំងអស់គ្នាបានយល់ថាម្ហូបប៉ូឡេតានិងសណ្ដែកគឺជាម្ហូបដែលឈ្នះបេះដូងរបស់យើងថាម៉េចអត់ទេឈ្នះហើយបេះដូងរបស់សារ៉ាលោតញាប់ដោយក្តីរីករាយនាងបានធ្វើឲ្យឃើញដោយក្តីរីករាយម្ហូបរបស់នាងបានឈ្នះការប្រយុទ្ធខបទោះយ៉ាងណាក៏ខឹងខ្លាំងដែរគាត់បានស្រែកដាក់ព្រះនាងតើនេះអាចទៅរួចដោយរបៀបណាខ្ញុំឃើញព្រះនាងគ្មានប្រើស្អីក្រៅពីសណ្ដែកធម្មតានិងប៉ូឡេនតាគ្រាន់តែជាម្សៅពោតព្រះនាងច្បាស់ជាប្រើល្បិចមានល្បិចទេម្ហូបរបស់ខ្ញុំមានគ្រឿងផ្សំដែលមានគុណភាពខ្ពស់ហើយបានទទួលការទទួលស្គាល់យ៉ាងខ្លាំងនៅក្នុងប្រទេសដទៃហេតុអ្វីឯងមិនភ្លក់រសជាតិម្ហូបរបស់ខ្ញុំមុននឹងគិតថាខ្ញុំប្រើល្បិចហើយដូច្នេះខបបានយកស្លាបព្រាទៅភ្លក់គាត់ផ្ទះផ្អើលយ៉ាងខ្លាំងគ្រឿងផ្សំដែលគាត់បានមើលងាយបែរជាបង្កើតជាល្បាយរសជាតិក្នុងមាត់គាត់រសជាតិបែបនេះវាទន់រលោងនិងសម្បូរបែបហើយឆ្ងាញ់អស្ចារ្យតើព្រះនាងធ្វើវាឡើងដោយរបៀបណាតើឯងធ្វើម្ហូបនេះក្នុងបំណងអ្វីដែរការពិតគឺចង់ឈ្នះខ្ញុំបានហាត់ធ្វើម្ហូបដោយគិតដូច្នេះដែរប៉ុន្តែមិនដែលពេញចិត្តនឹងលទ្ធផលនោះទេខ្ញុំបាននឹកថាគោលបំណងរបស់ខ្ញុំក្នុងនាមជាមេចុងភៅគឺដើម្បីអ្នកញ៉ាំរបស់ខ្ញុំជាមួយនឹងអាហារល្អបំផុតដែលអាចធ្វើទៅបានអាហារដែលនឹងធ្វើឲ្យពួកគេសប្បាយចិត្តនិងមានសុខភាពល្អនិយាយម្យ៉ាងវិញទៀតព្រះនាងចំអិនដោយក្តីស្រឡាញ់ខ្ញុំភ្លេចថាក្តីស្រឡាញ់នោះយ៉ាងម៉េចអញ្ចឹងសន្យាគឺសន្យាព្រះនាងខ្ញុំនឹងយកមនុស្សរបស់ខ្ញុំចេញទៅហើយមិនធ្វើអ្វីនគរព្រះនាងទេព្រះនាងបានទទួលវាហើយឈប់សិនចុះបាខ្ញុំជួយឯងបើកហាងនៅទីនេះព្រះនាងនឹងធ្វើបែបនោះមែនទេឯងអាចធ្វើជាមេចុងភៅម្ដងទៀតបានទេខបមានអារម្មណ៍រំជួលចិត្តយ៉ាងខ្លាំងឡើងហូរទឹកភ្នែកគាត់បានយល់ព្រមចំពោះការផ្ដល់ជូននេះហើយដូច្នេះនគរត្រូវបានសង្គ្រោះពីក្រុមចោរ Fire-Edo ដ៏អាក្រក់ខំខ្ញុំមានន័យថាមេចុងភៅ Crestwater មិនយូរប៉ុន្មានបានបើកហាងថ្មីមួយនៅផ្នែកផ្សេងទៀតនៃនគរមកដល់ហើយភ្ញៀវត្រូវតែមានអារម្មណ៍ថាត្រូវស្វាគមន៍សូមសាកល្បងម្ដងទៀតដោយនឹងស្នាមញញឹមមកដល់ហើយត្រូវហើយល្អជាងមុនពួកគេតែងតែជួយគ្នាទៅវិញទៅមកត្រូវការជំនួយដើម្បីមើលម្ហូបទេពួកគេរវល់បន្តិចហើយមើលអ្វីហ្នឹងព្រះនាងហើយដូច្នេះឈ្មោះរបស់សារ៉ាបានរីករាលដាលយ៉ាងទូលំទូលាយហើយគេឈ្មោះរបស់មេចុងភៅ Crestwater ក៏ចាប់ផ្ដើមរីកចម្រើនឡើងវិញផងដែរវាគ្រាន់តែបង្ហាញថាដោយការបដិញ្ញាចិត្តភាពក្លាហាននិងវេទមន្តធ្វើម្ហូបបន្តិចបន្តួចគឺអ្វីៗក៏អាចទៅរួចដែរ